កនាយកស៊ីម៉ាក់ស្រាយចម្ងល់មហាជនដែលចោទជាសំណួរថាធ្វើដូចមិនដេចទើបដឹងថាក្របបែកទម្លាក់ពីយន្តហោះឬក្របបាញ់ប្លង់ពីសម័យសង្គ្រាមមុននិងក្នុងសង្គ្រាមតាមព្រំដែននាពេលថ្មីនេះឯកឧត្តមហេងរតនាប្រតិភូរិរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាហៅកាត់ស៊ីម៉ាក់នៅថ្ងៃទី29ខែកញ្ញាឆ្នាំ2025នេះបានស្រាយចម្ងល់សាធារណជនដែលកន្លងមកមានអ្នកស្នើសុំឲ្យលោកជួយបកស្រាយដោយចោទជាសំណួរថាធ្វើយ៉ាងម៉េចបានដឹងថាក្របបែកទម្លាក់ពីយន្តហោះឬក្របបាញ់ប្លង់ពីសម័យសង្គ្រាមមុននិងក្របបែកទម្លាក់ពីយន្តហោះឬក្របបាញ់ប្លង់ក្នុងសង្គ្រាមតាមព្រំដែននាពេលថ្មីនេះតាមរយៈបណ្ដាញសង្គមផ្លូវការក្នុងនោះឯកឧត្តមបានផ្ដល់ចម្លើយខ្លីថាបើផ្អែកតាមលក្ខណៈបច្ចេកទេសមានចំណុចវិភាគសំណាក់ជាច្រើនដែលលោកសុំមិនធ្វើការបកស្រាយលម្អិតក្នុងវេទិកានេះទេនិងសុំលើកយកចំណុចសង្ខេបខ្លីមកបញ្ជាក់ជូនជ្រាបថាក្របបែកទម្លាក់ពីយន្តហោះក្តីឬក្របកាំភ្លើងធំក្តីសុទ្ធតែមានលេខកូដសម្គាល់ខែឆ្នាំផលិតឬប្រទេសនិងក្រុមហ៊ុនផលិតបន្ថែមលើនេះសម្រាប់កម្ពុជារាជរដ្ឋាភិបាលបានពង្រឹងសមត្ថភាពអង្គភាពស៊ីម៉ាក់ក្នុងការធ្វើការសិក្សាស្រាវជ្រាវព័ត៌មាននិងរៀបចំទិន្នន័យការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមអតីតកាលបានយ៉ាងច្បាស់លាស់ដោយមានកំណត់ត្រាព័ត៌មានពាក់ព័ន្ធការទម្លាក់គ្រាប់បែកពីយន្តហោះដូចជាការបរិច្ឆេទប្រភេទយន្តហោះនិងចំណុចទីតាំងនៃការទម្លាក់គ្រាប់បែកទាំងនោះផងដែរប្រកាសដូចខាងលើនេះជាលក្ខណៈបច្ចេកទេសគ្មានការយល់ច្រឡំគ្នារវាងគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសង្គ្រាមថ្មីនេះជាមួយគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយគូបញ្ជាក់ជូនដែរថាកាលពីថ្ងៃទី28ខែកញ្ញាឆ្នាំ2025អគ្គនាយកស៊ីម៉ាក់បានបង្ហាញរូបភាពរណ្ដៅគ្រាប់បែកទម្លាក់ពីយន្តហោះនិងគ្រាប់ប្លង់ដែលជាកំណត់ត្រាជាក់ស្ដែងនិងជាចំណែកតូចមួយនៃមរតកក្នុងសង្គ្រាម5ថ្ងៃ24ដល់ថ្ងៃ28កក្កដា2025មន្ត្រីស៊ីម៉ាក់កម្ពុជាបានត្រួតពិនិត្យសំណាក់ផុសតាំងនិងកំណត់ចំណុចទីតាំងច្បាស់លាស់ព្រមទាំងមានដៃគូអន្តរជាតិមួយចំនួនចូលរួមជាមួយអ្នកជំនាញបច្ចេកទេសអង្គភាពស៊ីម៉ាក់ផងដែរឯកឧត្តមហេងរតនាបានគូបញ្ជាក់សង្កត់ធ្ងន់ដែរថាទាំងនេះមិនមែនជារណ្ដៅគ្រាប់ឬក៏គ្រាប់បែកកើតចេញពីការកលៃនៃការទម្លាក់គ្រាប់បែកសម័យឆ្នាំ1970ដល់1973ដោយការចោទប្រកាន់លៀបពណ៌របស់ភាគីម្ខាងទៀតនោះទេកម្ពុជាបាននឹងកំពុងបង្ហាញរឿងរ៉ាវនិងទស្សនវិជ្ជាពិតជាក់ស្ដែងប្រកបដោយតម្លាភាពនិងមិនត្រូវការកលៃលៀបពណ៌អ្វីនោះឡើយ